បុកសណ្ដែកគោសាច់គោម្ជូរព្រៃសាច់មាន់សម្រាប់មានកម្មវិធីតូចធំអីឬមកក៏ជួបជុំបងប្អូនឬក៏ញ៉ាំបាយជាមួយក្រុមគ្រួសារអីបងប្អូនយើងអាចធ្វើម្ហូបនេះបានណាបងប្អូនណាម្ហូបនេះគឺហៅថាសម្លម្ជូរព្រៃសាច់មាន់ម្ជូរព្រៃសាច់មាន់ណាបងប្អូនម្ជូរព្រៃសាច់មាន់ហ្នឹងគឺយើងយកមាន់ស្វិតណាបងប្អូនមាន់ពងឬក៏មាន់ original ធម្មជាតិរបស់យើងមាន់ស្រែរបស់យើងហ្នឹងបានមាន់គោកធំកាន់តែល្អស្វិតកាន់តែល្អណាយើងរំងាស់ឲ្យយូរទៅកាន់តែផុយទៅកាន់តែឆ្ងាញ់អែមតែម្ដងនេះខ្ញុំប្រើមាន់ស្វិតហើយសម្លម្ជូរនេះបន្លែអត់រើសទេគេហៅថាម្ជូរព្រៃហ្នឹងបងណាម្ជូរព្រៃគឺបន្លែស្បៃក៏បានដែរឲ្យតែបងប្អូនពិសាកើតដាក់បានទាំងអស់នឹងសម្លម្ជូរព្រៃហើយសម្រាប់ខ្ញុំនៅពេលនេះខ្ញុំដាក់តែប្រហែលមុខទេដូចជាត្រប់ស្រួយផ្សិតណាបងណាផ្សិតច្បើងហើយផ្សិតម្ជុលការ៉ុតហើយនឹងម្ទេសអានេះគេហៅថាម្ទេសយកពណ៌ទេម្ទេសនេះអត់ហឹលទេដាក់ប៉ុណ្្នឹងទៅបានហើយរួចជាការសាច់អានេះហៅថាសម្លម្ជូរព្រៃនៅពេលដែលឆ្អិនហើយយើងដួសដាក់ចានមកយើងលាយជាមួយនឹងមិនលាយទេគឺថែមជាមួយនឹងគេហៅថាម្រះព្រៅមកស្លឹកម្រះព្រៅទៀតរសជាតិកាន់តែឆ្ងាញ់ហើយឈ្ងុយដល់តែអិនណាញ៉ាំបាយជុំគ្នាបាយក្តៅជាមួយនឹងទឹកត្រីម្ទេសថែមទៀតណអូយជាតិណាស់បងប្អូនហើយជាតិឆ្ងាញ់សូមធានាថាមុខម្ហូបមួយនេះពិតជាឆ្ងាញ់សម្រាប់បងប្អូនធ្វើនៅក្នុងកម្មវិធីជួបជុំគ្រួសារឆ្ងាញ់មែនណាបងប្អូនណាឆ្ងាញ់មែនហើយសម្រាប់មុខម្ហូបនេះអ្វីដែលអត់មិនបាននោះគឺប្រហុកមកណាប្រហុកត្រូវតែចាស់ហើយមួយទៀតនឹងគឺត្រប់ស្រួយត្រូវតែមានហើយនឹងម្ទេសពណ៌ហើយនេះគឺជាមុខម្ហូបមួយទៀតដែលកម្រនឹងបានធ្វើតើតែមានកម្មវិធីឬក៏ចូលហាងអីបានមានជាពិសេសបងប្អូនដែលចូលចិត្តអរិយតាមហាងហ្នឹងมันមានហ្នឹងណាអានេះគេហៅថាបុកសណ្ដែកគួរសាច់គោវិធីធ្វើវាស្រួលងាយទេបងប្អូនមានសណ្ដែកគួរមានសាច់គោមានប្រហុកយកទៅអាំងនេះអញ្ចឹងទៅបងប្អូនណាបុកហើយយើងប្រឡាក់សាច់គោប្រឡាក់អីទៅយកទៅអាំងឲ្យវាថាវាឆ្អិនប្រហែលជា 40% អីចឹងទៅឬក៏ 50% តាមចំណង់ចំណូលចិត្តបងប្អូនហើយមានប្រហុកខ្ចប់ស្លឹកចេកអាំងទៅបន្ទាប់មកយើងយកទៅបុកគ្រឿងទៅហើយបុកញ៉ុំជាមួយនឹងសណ្ដែកគួរលាយគ្រឿងតាមចំណូលចិត្តទៅប្រកបជាឆ្ងាញ់ហើយណាបងប្អូនណាតើតែចាស់គ្រឿងតិចមិនឆ្ងាញ់បងប្អូនទាំងប្រហុកទាំងគ្រឿងតើចាស់តិចបានឆ្ងាញ់ហើយអែមតែម្ដងពីមុខនេះពិតជាឆ្ងាញ់សម្រាប់បងប្អូនយើង